ជំរាបសួរបងប្អូនស្វាគមន៍ជាថ្មីមកកាន់ Channel Renolect ថ្ងៃនេះនាងខ្ញុំចង់លើកនៅការព្យាករណ៍មួយពាក់ព័ន្ធនឹងតម្លៃមាសគឺចាប់ពីឆ្នាំ2025រហូតដល់2030ដែលនៅលើតួសេនាបតី website មួយដែលមានឈ្មោះថា investinghaven.com ចានៅក្នុងហ្នឹងគឺគេបាននិយាយថាតម្លៃមាសអាចនឹងឡើងដល់$3,265នៅក្នុងមួយអោនក្នុងឆ្នាំ2025ហើយនឹង$3,805នៅក្នុងមួយអោនក្នុងឆ្នាំ2026នៅទីបញ្ចប់មាសអាចនឹងឡើងដល់$5,155នៅក្នុងឆ្នាំ2030ផងដែរអញ្ចឹងដើម្បីលម្អិតយើងទៅស្ដាប់នៅចំណុចសំខាន់ៗទាំងអស់គ្នាដោយក្នុងនោះគេបានព្យាករណ៍ថាតម្លៃមាសរបស់យើងសម្រាប់ឆ្នាំខាងមុខនេះអាចនៅមានសុទិដ្ឋិនិយមយ៉ាងរឹងមាំរយៈពេលខ្លះនៃភាពទន់ខ្សោយដែលកំណត់ដោយការធ្លាក់ចុះតម្លៃមាសអាចត្រូវបានរំពឹងទុកគោលដៅតម្លៃមាសចន្លោះពី$3,265នៅក្នុងឆ្នាំ2025ជិត$3,805នៅក្នុងឆ្នាំ2026ការព្យាករណ៍តម្លៃមាសខ្ពស់បំផុតគឺ$5,155នៅក្នុងឆ្នាំ2030នៅថ្ងៃទី28កុម្ភៈអត្ថបទមាសនេះឥឡូវទាន់សម័យជាមួយនឹងតារាងតម្លៃមាសចុងក្រោយនិងអស្ចារ្យបំផុតតារាងមាសក្នុងរយៈពេល20ឆ្នាំកើនឡើងគួរឲ្យភ្ញាក់ផ្អើលគំនូសតាំងការរំពឹងទុកអតិផរណាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងមាសព័ត៌មានជំនួយកើនឡើងតម្លៃមាសទៅនឹងសមាមាត្រការរំពឹងទុកអតិផរណាត្រូវតែមើលតារាងគំនូសតាំងមាសក្នុងរយៈពេល50ឆ្នាំគំរូធ្លាក់ចុះដ៏មានសក្តានុពលមួយកំពុងត្រូវបានលុបចោលយើងសូមផ្ដល់អនុសាសន៍យ៉ាងមុតមាំឲ្យពិនិត្យមើលតារាងមាសចុងក្រោយបំផុតនៅក្នុងអត្ថបទនេះពួកវាសមនឹងពេលវេលានិងការយកចិត្តទុកដាក់របស់អ្នកជាពិសេសចាប់តាំងពីអត្ថបទនេះរួមទាំងតារាងត្រូវបានស្រាវជ្រាវយ៉ាងល្អការព្យាករណ៍តម្លៃមាសគ្រោងសេចក្តីសង្ខេបនៃការព្យាករណ៍តម្លៃមាសរបស់យើងត្រូវបានបង្ហាញផ្នែកដំបូងនៃអត្ថបទនេះនៅសល់នៃអត្ថបទនេះផ្ដល់នូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសក្តានុពលពិតប្រាកដដែលជំរុញឲ្យតម្លៃមាសយើងចាប់ផ្ដើមជាមួយនឹងការសង្ខេបខ្លីៗនៃការព្យាករណ៍តម្លៃមាសរបស់យើងហើយបន្តធ្វើបទបង្ហាញពីការស្រាវជ្រាវយ៉ាងទូលំទូលាយអំពីរបៀបដែលយើងទទួលបានចំពោះការព្យាករណ៍តម្លៃមាសទាំងនេះមួយការព្យាករណ៍តម្លៃមាសសម្រាប់ឆ្នាំ2025 2026 2027និង2030នេះគឺជាលទ្ធផលនៃការវិភាគព្យាករណ៍តម្លៃមាសរបស់យើងដែលបានរៀបរាប់នៅក្នុងផ្នែកដែលនៅសល់នៃអត្ថបទនេះ2025តម្លៃមាសអតិផរណានៅខាងលើពី$3,265 2026តម្លៃមាសអតិផរណាប្រហែល$3,805នៅក្នុងមួយអោនហើយនៅក្នុងឆ្នាំ2027តម្លៃមាសអតិផរណាប្រហែលជា$4,400នៅក្នុងមួយអោនឆ្នាំ2030ការព្យាករណ៍តម្លៃមាសខ្ពស់បំផុតគឺ$5,155នៅក្នុងមួយអោនជួរដែលបានបង្ហាញនៅក្នុងសេចក្តីសង្ខេបនេះគឺជាការប៉ាន់ស្មានដែលផលិតដោយការស្រាវជ្រាវរបស់ Investing Haven ដោយផ្អែកលើនិន្នាការទីផ្សារអន្តរជាតិទីផ្សារបច្ចុប្បន្ននិងដែលបានព្យាករណ៍នឹងតារាងមាសពិភពលោកនិក្ខេមបទដែលមានសុទិដ្ឋិនិយមរបស់មាសនឹងធ្វើឲ្យមានសុពលភាពនៅពេលដែលវាធ្លាក់ចុះហើយស្ថិតក្រោម$1,770នៅក្នុងមួយអោនដែលជាលទ្ធផល probability ទាបបំផុតដែលនឹងកើតឡើងនៅទសវត្សរ៍នេះ2ការបំបែកតម្លៃមាសនៅក្នុងរូបិយប័ណ្ណពិភពលោកទាំងអស់ការព្យាករណ៍តម្លៃមាសភាគច្រើនជាចំណុចកណ្ដាលរបស់សហរដ្ឋអាមេរិកដែលមានន័យថាមានមាស
បង្ហាញជាដុល្លារអ្វីដែលអ្នកវិនិយោគជាច្រើនមិនបានដឹងនោះគឺថាមាសបានចាប់ផ្ដើមកំណត់តម្លៃខ្ពស់គ្រប់ពេលវេលានៅក្នុងរូបិយប័ណ្ណសកលនីមួយៗដោយដែលបានបង្ហាញដោយតារាងដ៏អស្ចារ្យនេះដំណើរការនេះបានចាប់ផ្ដើមពីឆ្នាំ2024វាជាការបញ្ជាក់ចុងក្រោយនៃទីផ្សារមាសសម្រាប់តារាងតម្លៃមាសរយៈពេលវែងយើងអនុវត្តវិធីសាស្ត្រពីលើចុះក្រោមពីតារាងមាសរយៈពេល50ឆ្នាំដែលបង្ហាញពីសក្តានុពលមានភាពលេចធ្លោតម្លៃមាសក្នុងរយៈពេល20ឆ្នាំសម្រាប់សក្តានុពលតម្រង់ទិសរយៈពេលមធ្យមតារាងរយៈពេល50ឆ្នាំករណីកើនឡើងគំនូសតាងមាសរយៈពេល50ឆ្នាំគិតជា USD បង្ហាញពីគំរូបញ្ច្រាស់ទិសដៅកើនឡើងនៅសតវត្សទី80និង90ធ្លាក់ចុះយ៉ាងយូរនេះគឺជាគំរូដ៏វែងដូច្នេះដែលទីផ្សារគោលបន្ទាប់គឺវែងខុសពីធម្មតាចន្លោះពីឆ្នាំ2013និង2023លោកខាងលិចនឹងរៀបចំបង្កើតការផ្លាស់ប្ដូរទិសដៅការឡើងរយៈពេល10ឆ្នាំថ្មីនេះមានថាមពលខ្លាំងដោយតែបាននិយាយថាវែងស្មើនឹងខ្លាំងនៅពេលនិយាយអំពីការបង្រួម និងលំនាំបញ្ច្រាស់នេះបង្កើតនៅអំណាងដ៏រឹងមាំសម្រាប់ទីផ្សារមាសដ៏រឹងមាំក្នុងឆ្នាំខាងមុខជាមួយនឹងកម្រិតទំនុកចិត្តខ្ពស់គំនូសតាំងរបស់ពិភពលោកបង្ហាញថាទីផ្សារមាសនឹងដំណើរការក្នុងរយៈពេលច្រើនឆ្នាំថ្ងៃទី1ខែមករាទីផ្សារមាសរយៈពេលវែងត្រូវបានបញ្ជាក់ជាមួយនឹងជើងទៀន3ប្រចាំត្រីមាសខាងលើអតីត ATH មាសគឺជាផ្លូវការនៅក្នុងទីផ្សារលោកខាងលិចមានតែការធ្លាក់ចុះក្រោម$2,200នៅក្នុង1អោនសម្រាប់រយៈពេល3ខែជាប់probability ទាបបំផុតនឹងធ្វើឲ្យនិក្ខេមបទទីផ្សារមាសរបស់មាសមានសុពលភាពតារាងមាសក្នុងរយៈពេល50ឆ្នាំករណីធ្លាក់ចុះសក្តានុពលស្ទើរតែគ្មានសុពលភាពរចនាសម្ព័ន្ធគំនូសតាងមាសរយៈពេលវែងដែលបានបង្ហាញខាងក្រោមមានរូបភាពខុសគ្នាខ្លាំងបើប្រៀបធៀបទៅនឹងតារាងដូចគ្នាដែលមានចំណាពន្យល់ផ្សេងគ្នាដែលបានបង្ហាញខាងលើខាងក្រោមនេះគឺជាការកើនឡើងដែលតាមនិយមន័យគឺជាលំនាំធ្លាក់ចុះទោះជាយ៉ាងណាក៏ដោយនេះគឺផ្ទុយទៅនឹងគំរូកើនឡើងយ៉ាងខ្លាំងនៅលើតារាងខាងលើដែលបានបង្ហាញលទ្ធផលធ្លាក់ចុះនឹងកើនឡើងប្រសិនបើមាសទុកដុំដែកធំមួយនៅលើគំនូសតាងជើងចង្គៀងប្រចាំត្រីមាសខាងក្រោមស្រដៀងនឹងលទ្ធផលក្នុងឆ្នាំ1980និង2011នេះមិនមែនជាលទ្ធផលដែលទំនើងនោះទេព្រោះមាសបានកើនឡើងត្រឹមតែ 30% ប៉ុណ្ណោះបន្ទាប់ពីការផ្ទុះឡើងនៅក្នុងខែមេសាឆ្នាំ2024ក្នុងឆ្នាំ1980និង2011វាបានកើនឡើងដល់កំពូល3ដងមុនពេលយើងតែងតែត្រូវចងចាំអំពីភាគីទាំងពីរនៃពាណិជ្ជកម្មទោះបីជាលទ្ធផលខ្លះមិនទំនើងយ៉ាងណាក៏ដោយថ្ងៃទី30ខែមករានិក្ខេមបទធ្លាក់ចុះអាចឬមិនអាចសម្រេចបាននៅពេលដែលវាមកដល់ជើងចង្គៀងប្រចាំត្រីមាស2024វាបានបិទនៅត្រង់បន្ទាត់និន្នាការកើនឡើងសំខាន់ជាងនេះទៅទៀតវាមិនបានបន្សល់ទុកនៅដុំដែកដ៏ធំស្តៀងនឹងឆ្នាំ1980និងឆ្នាំ2011ទេនេះបញ្ជាក់ថាចង្កឹះលេខប្រចាំត្រីមាសបច្ចុប្បន្នខែមករាដល់ខែមិនិនាឆ្នាំ2025នឹងក្លាយជាទៀនដែលសម្រាប់ចិត្តធ្វើឲ្យមានសុពលភាពនៅសក្តានុពលនៃការដំឡើងធ្លាក់ចុះក្នុងករណីធ្លាក់ចុះដែលមានសុពលភាពនៅពេលធ្វើបច្ចុប្បន្នភាពអត្ថបទនេះយើងឃើញការប៉ុនប៉ងធ្វើឲ្យមានសុពលភាពទាំងស្រុងនិងបំផ្លាញ
ការធ្លាក់ចុះផងដែរនេះគឺមានសោតថេនិយមខ្លាំងចំពោះការជួញដូរមាសលើសពី$2,750ក្នុង1អោនត្រឹមថ្ងៃទី30ខែមិនិនាឆ្នាំ2025អញ្ចឹងពុកម៉ែបងប្អូនត្រៀមទៅបើសិនជាវាធ្លាក់ចុះដល់$2,750នឹងមែននៅក្នុងចុងខែ3នេះបងប្អូនអាចធ្វើការទិញឡើងសារជាថ្មីម្ដងទៀតបានហើយនៅពេលដល់តម្លៃវាឡើងខ្ពស់ខ្លាំងចាំបងប្អូនធ្វើការលក់ដើម្បីយកចំណេញខ្លះមួយសារទៀតអញ្ចឹងយើងមានឱកាសចំណេញបានច្រើនដងកុំស្តុកទុកយូរបើសិនជាពុកម៉ែបងប្អូនបានទិញយូរហើយអាចធ្វើការ clear ចេញខ្លះទៅដើម្បីយើងរងចាំទិញជាថ្មីមួយសារទៀតណាការបញ្ចូលគ្នានៃការទស្សន៍ទាយមាសការព្យាករណ៍តម្លៃមាសពីស្ថាប័នហិរញ្ញវត្ថុធំនឹងគួរឲ្យគោរពបង្ហាញពីទស្សនវិស័យសុទិដ្ឋិនិយមកើនឡើងសម្រាប់តម្លៃមាសនៅក្នុងឆ្នាំ2025ជាមួយនឹងការបញ្ចូលគ្នាគួរឲ្យកត់សម្គាល់ក្នុងចន្លោះពី$2,800ដល់$3,000នៅក្នុង1អោនទស្សនវិស័យកើនឡើងរបស់ Investing Haven ផ្ទុយទៅវិញការព្យាករណ៍របស់ Investing Haven សម្រាប់មាសនៅក្នុងឆ្នាំ2025មានចំនួនប្រហែល$3,100នៅក្នុង1អោនដែលឆ្លុះបញ្ចាំងពីទស្សនវិស័យកើនឡើងជាងស្ថាប័នដទៃទៀតភាពខុសគ្នានេះបង្ហាញពីជំនឿរបស់យើងលើសាវនករឈានមុខគេនៃតម្លៃមាសរួមទាំងអតិផរណាដែលកើនឡើងនិងការកើនឡើងតម្រូវការរបស់ធនាគារកណ្ដាលលើពីនេះគំនូសតាំងមានសុទិដ្ឋិនិយមក្នុងតារាងមាសរយៈពេលវែងប្រាប់រឿងគួរឲ្យតាក់ទាញអារម្មណ៍11សំណួរគេសួរញឹកញាប់ការទស្សន៍ទាយមាសតើមាសកើនឡើងឬធ្លាក់ចុះសំណួរថាតើមាសមានការកើនឡើងឬធ្លាក់ចុះអាស្រ័យលើពេលវេលាមាសមានសុទិដ្ឋិនិយមក្នុងរយៈពេលវែងតាមរយៈពេលវេលាខាងលោកខាងលិចនៅដើមឆ្នាំ2025រូបភាពរយៈពេលខ្លីនៅក្នុងមាសគឺរៀបស្មើជាមួយនឹង$2,700នៅក្នុង1អោនបន្ទាប់មកទៀតនៅក្នុងកម្រិតខ្សោយតែការអានលើសពី$2,700នៅក្នុង1អោនបង្ហាញពីចេតនាកើនឡើងរបស់មាសដោយពន្ធដើរតួជាកាតាលីករតើមាសនឹងមានតម្លៃប៉ុន្មានក្នុងរយៈពេល5ឆ្នាំចាប់ពីពេលនេះទៅការព្យាករណ៍តម្លៃមាសខ្ពស់បំផុតសម្រាប់ឆ្នាំខាងមុខដែលឈានទៅដល់ឆ្នាំ2030គឺស្ថិតក្នុងចន្លោះពី$4,500ទៅ$5,000នៅក្នុង1អោនតម្លៃមាស$5,150គឺជាគោលដៅសមហេតុផលនៅមុនឆ្នាំ2030កម្រិតដ៏សំខាន់ខាងផ្លូវចិត្តនេះអាចជាតម្លៃខ្ពស់បំផុតតើតម្លៃមាសអាចឡើងដល់$10,000បានទេខណៈពេលដែលតម្លៃមាស$10,000មិនអាចនឹកស្មានដល់វានឹងទាមទារលក្ខខណ្ឌទីផ្សារខ្លាំងដើម្បីឲ្យវាក្លាយជាការពិតក្នុងករណីអតិផរណាចេញពីដៃស្រដៀងទៅនឹងទសវត្សរ៍ទី70មាសអាចកើនឡើងដល់$10,000ក្នុង1អោនជាជម្រើសក្នុងករណីមានការភ័យខ្លាចខ្លាំងដោយភាពតានតឹងភូមិសាស្ត្រនយោបាយមាសអាចកើនឡើងដល់$10,000នៅក្នុង1អោនតើមាសនឹងមានតម្លៃប៉ុន្មាននៅក្នុងរយៈពេល10ឆ្នាំចាប់ពីពេលនេះទៅសម្រាប់បញ្ហានេះយើងចូលចិត្តរក្សាការព្យាករណ៍តម្លៃកម្ពុជាមាសនៅឆ្នាំ2030នោះដោយសារតែលក្ខខណ្ឌទីផ្សារមាននិន្នាការផ្លាស់ប្ដូររៀងរាល់ទសវត្សរ៍វាមិនអាចទៅរួចទេក្នុងការព្យាករណ៍ពីអ្វីដែលអាចនឹងកើតឡើងមុនឆ្នាំ2030ការព្យាករណ៍កម្ពុជាមាសនៅឆ្នាំ2030គឺ$5,150នៅក្នុង1អោនក្រោមលក្ខខណ្ឌទីផ្សារធម្មតាតើតម្លៃមាសនឹងទៅជាយ៉ាងណានៅឆ្នាំ2040និង2050និយាយឲ្យត្រង់ទៅវាជាការបំភាន់ក្នុងការជឿថានរណាម្នាក់អាចទស្សន៍ទាយតម្លៃមាសលើសពី10ឆ្នាំទៅអនាគតហេតុផល
ទស្សវត្សនីមួយៗបង្ហាញពីសក្តានុពលម៉ាក្រូសេដ្ឋកិច្ចផ្ទាល់ខ្លួនដែលផ្លាស់ប្ដូរយ៉ាងខ្លាំងរៀងរាល់ទស្សវត្សថាមពលទីផ្សារលេចធ្លោនេះធ្វើឲ្យវាមិនអាចព្យាករណ៍តម្លៃមាសលើសពីឆ្នាំ2030បាននោះទេអញ្ចឹងសម្រាប់ការព្យាករណ៍នេះគឺបងប្អូនយល់យ៉ាងណាដែរបើសិនជាមានយោបល់អីបន្ថែមអាច comment នៅខាងក្រោមវីដេអូនេះឲ្យនេះខ្ញុំបានដឹងនិងចែករំលែកសម្រាប់ពុកម៉ែបងប្អូនផ្សេងទៀតដែលគាត់មិនទាន់យល់លម្អិតអំពីបញ្ហានៃការព្យាករណ៍តម្លៃមាសនេះជាក់ស្ដែងអញ្ចឹងវីដេអូនេះនាងខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅវីដេអូបន្ទាប់